មួយរយៈក្រោយមកអ្នកភូមិក៏តែងតែជួបការលងបន្លាចជាប្រយោជន៍សម្រាប់អូននៅពេលក្រោយវាមានកត់ត្រាអំពីក្បួនបើឯងអន់បែបនេះគួរតែសុំចុះចាញ់ទៅនៅប្រយុទ្ធកាន់តែយូរកាន់តែធ្វើឲ្យឯងខ្វះគេកាន់តែខ្លាំងព្រឹកឡើងពូសុកក៏បានដើរសម្ដៅទៅផ្ទះលោកមេភូមិលុនដើម្បីសួរនាំអំពីរឿងអ្វីដែលប្រពន្ធរបស់គាត់បានរៀបរាប់និងប្រវត្តិនៃផ្ទះនេះផងដែរប៉ុន្តែលោកមេភូមិលុនមិនបានដឹងដំណើរដើមតងនៃការបង្កើតភូមិនេះនោះទេព្រោះគាត់ទើបតែមកកាន់នៅទីនេះបន្តវេនពីមេភូមិចាស់ទើបតែបាន4ឆ្នាំប៉ុណ្ណោះទោះយ៉ាងណាគាត់ក៏បានណែនាំឲ្យទៅជួបលោកតាច័ន្ទដែលជាម្ចាស់ស្រុកជាព្រឹទ្ធាចារ្យក្នុងភូមិវ័យចំណាស់លោកមេភូមិអើយនៅផ្ទះអត់ណាគេនឹងមករកអីខ្ញុំនៅផ្ទះតាលោកមេភូមិចូលមកបន្តិចមកខ្ញុំមានរឿងចង់សួរបន្តិចអូសក់ទេអីឯងចង់សួររឿងអីដែរខ្ញុំចង់សួររឿងផ្ទះរបស់ខ្ញុំនោះប្រហែលនេះវារស់នៅអត់ចេះសុខសោះមានរឿងប្លែកៗរហូតហើយក៏ចង់ដឹងពីដើមកំណើតដើមតងនៃរឿងផ្ទះនេះក៏ដូចជាប្រវត្តិនៃភូមិនេះផងដែររឿងប្រវត្តិឬក៏ដំណើរដើមតងនៃផ្ទះឬក៏ភូមិនេះខ្ញុំមិនសូវដឹងទេមានតែទៅសួរលោកមេភូមិចាស់ព្រោះអីខ្ញុំទើបតែមកកាន់ដែរហ្នឹងតោះទៅទាំងអស់គ្នាគាត់មានបច្ចុប្បន្នដល់ទៅ86ឆ្នាំហើយគាត់ក៏ជាមេភូមិដំបងផងដែរក្រោយមកអ្នកស្រុកអ្នកភូមិមួយចំនួនដែលធ្លាប់ជួបរឿងចម្លែកក៏មករកមេភូមិដែរដូច្នេះលោកមេភូមិក៏បានឲ្យគេវាយជួងដើម្បីក៏ហៅអ្នកភូមិទាំងអស់ឲ្យជួបគ្នានៅក្នុងវត្តដោយសារតែលោកតាច័ន្ទគាត់ស្នាក់នៅក្នុងវត្តលោកតាច័ន្ទជាចាស់ព្រឹទ្ធាចារ្យចាស់ព្រឹទ្ធាប្រេងនៅតំបន់ភ្នំអាញារាមនេះភូមិនេះត្រូវបានគេបោះបង់ចោលរាប់សិបឆ្នាំឮថាក្នុងភូមិនេះមានមនុស្សស្លាប់ច្រើនពេកមិនដឹងថាមានជំងឺឬក៏ដោយសាររឿងអ្វីបើតាមលោកតារបស់គាត់ប្រាប់ថាតាមសំណេរក្នុងកំណត់ត្រាចាស់មួយដែលបានកត់ត្រាប្រវត្តិភូមិបានបញ្ជាក់ថាភូមិនេះឈ្មោះថាភូមិទួលសោកគ្រួសារដែលមករស់នៅទីនេះដំបូងមានប្រហែលជា10គ្រួសារពួកគេរស់នៅទីនេះព្រោះតែពុំមានផ្ទះសម្បែងដីធ្លីហើយឃើញថាដីតំបន់នេះមានបរិយាកាសល្អនិងមានជីវជាតិល្អទើបទាំង10គ្រួសារនេះសុខចិត្តរស់នៅនិងប្រកបរបរធ្វើស្រែចម្ការក៏ដូចជាដោះដូររបស់របរគ្នាញ៉ាំអ្នកចេះធ្វើស្រែប្រឹងធ្វើស្រែឯអ្នកចេះធ្វើចម្ការក៏ស្វះស្វែងរកគ្រាប់ពូជមកដាំឯអ្នកពូកែនេសាទក៏ធ្វើជាអ្នកនេសាទពួកគេរស់នៅភូមិនេះមិនបានប្រមាណក៏មានគ្រួសារផ្សេងៗទៀតចូលមករស់នៅជាបន្តបន្ទាប់ខ្លះជាសាច់ញាតិខ្លះជាបងប្អូនដែលធ្លាប់រស់នៅស្រុកភូមិជាមួយគ្នាឆ្ងាយពីតំបន់នេះដោយសារតែពួកគេគ្មានផ្ទះសម្បែងក៏ជាអ្នកដំណើរផ្លូវឆ្ងាយមករកកន្លែងរស់នៅរហូតមកដល់ទីនេះពួកគេកាប់ឆ្ការរានដីនិងសម្អាតផ្ទះដែលមាននៅតំបន់នេះស្រាប់ហើយខ្លះទៀតជួសជុលផ្ទះចាស់ៗដើម្បីធ្វើជាជម្រក
ក៏មានប្រសាសន៍អំពីប្រវត្តិផ្ទះមីងសំនិងពូសុកថានៅទីនេះធ្លាប់មានគ្រួសារមួយមករស់នៅប៉ុន្តែក្រោយមកពួកគេក៏បានស្លាប់ទាំងគ្រួសារដោយសារតែចៅបានចូលប្លន់ហើយផ្ទះនេះមានគ្រួសារប្រមាណជា2-3គ្រួសារមករស់នៅមុនពេលគ្រួសារមីងសំនិងពូសុកចូលមករស់នៅហើយក៏ជួបរឿងប្លែកៗហើយពួកគេក៏រើចេញពីផ្ទះនេះហើយចាក់ចេញទៅភូមិផ្សេងបើតាមសំណេរផ្ទាំងថ្មម្ចាស់ស្រុកម្ចាស់ដំបងបានហាមមិនឲ្យមានការវាយបំបែកឬក៏ទន្ទ្រានដីព្រៃតំបន់នេះនោះទេមិនដូច្នោះទេរយប់ព្រះច័ន្ទក្រហមខ្មោចព្រៃនឹងចេញមកសម្លាប់មនុស្សហើយយប់ព្រះច័ន្ទក្រហមទី101មេបិសាចព្រៃនឹងចាប់សម្លាប់មនុស្សយ៉ាងណាក៏ដោយក្រោយមកមានអ្នករស់ស៊ីម្នាក់បានមករៀនដីព្រៃនេះហើយនឹងលើកយកថ្មនោះទៅបោះចោលដោយសារតែគេមិនជឿលើជំនឿអាគមអូមអាមក្រោយពីម្ចាស់ផ្ទះបានយកថ្មនោះទៅបោះចោលនិងរៀនដីព្រៃក្រោយមកគេក៏ជួបគ្រោះដូចរៀបរាប់ខាងលើវាមិនមែនជាខ្មោចព្រៃណាមកសម្លាប់នោះទេគឺចៅជាអ្នកសម្លាប់ពួកគេមួយរយៈក្រោយមកអ្នកភូមិក៏តែងតែជួបការលងបន្លាចពួកគេបានស្នើឲ្យខ្ញុំស្វែងរកព្រះសង្ឃដ៏មានឥទ្ធិឫទ្ធិដើម្បីជួយដោះស្រាយរឿងនេះការរកព្រះសង្ឃគឺមិនងាយនោះទេដោយសារតែភូមិនេះគឺនៅឆ្ងាយពីភូមិអ្នកដទៃចៃដន្យអីថ្ងៃមួយក៏មានព្រះសង្ឃមួយអង្គដែលមានស្បង់ដាច់រយ៉ៃចូលមកបិណ្ឌបាតនៅក្នុងភូមិនេះយើងក៏ស្នើឲ្យព្រះអង្គគង់នៅក្នុងភូមិនេះនៅយប់ព្រះច័ន្ទក្រហមមួយនោះព្រះអង្គគឺជាអ្នកដែលចេញទៅកំចាត់ពួកខ្មោចព្រៃខ្ញុំបានឃើញរឿងនេះដោយផ្ទាល់ភ្នែកបើពុកពិសាចឯងដកខ្លួនចេញពីផ្លូវពិសាចហើយមកដល់ផ្លូវព្រះវិញយើងនឹងលើកលែងឲ្យពួកឯងរក្សាជីវិតឯងឲ្យគង់សិនទៅការប្រយុទ្ធពិតជាខ្លាំងក្លាចុងក្រោយព្រះអង្គក៏អាចចាប់ឃុំបិសាចទាំងនោះបានដោយងាយស្រួលញ៉ាំបើឆាប់ឡើងកូនអាលនឹងទៅលេងបនភូមិណាព្រោះគេមានប្រកួតយករង្វាន់ទៀតណាកូន គេធ្វើនៅណាម៉ែ គេធ្វើនៅវត្តណាកូន ចាម៉ែ នេះជាការប្រកួតតង់ទី1រវាងតនរដ្ឋជាមួយនឹងប៊ុនបានសម្រុកវាយប៉ុន្តែតនរដ្ឋបានគេចផុតលើកទី2ប៊ុនបានសម្រុកម្ដងទៀតចុងក្រោយក៏ស៊ីជង្គង់របស់តនរដ្ឋសូមប្រកាសថាតនរដ្ឋគឺជាអ្នកទទួលបានជ័យជំនះនៅតង់ទី1កូនណាលឿនមក គូប្រកួតទី2នេះរវាងបូរិនជាមួយនឹងរាវុធបូរិនបានសម្រុកទៅដល់ពី3ដៃតែរាវុធគេចផុតបូរិនរត់ចូលទៅថែមចៃដន្យអីរាវុធត្រឡប់ខ្លួនហើយឲ្យកែងឃើញសភាពការមិនស្រួលបូរិនត្រឡប់ខ្លួនកិច្ចឃើញអាការល្អរាយុទ្ធក៏ហក់ទៅអុកជង្គង់
តែក៏ត្រូវបុរិនហក់កាត់ចានដួលសន្លប់គូទី2នេះគឺបុរិនជាអ្នកឈ្នះជួយមើលបងផងកូនបានដល់ទៅមើលកន្លែងលោកវត្ថុបុរាណបន្តិច ម៉ាក់ម៉ែកូនចង់ញ៉ាំនំ កូនទៅញ៉ាំបាយហើយរកនំអីទៀតកូន ម៉ែតែកូនចង់ញ៉ាំមើល អត់មានញ៉ាំអត់មានអីទៀតទេបានហើយមក តើកាអាហ្នឹងសុខតែវត្ថុបុរាណទាំងអស់មែនទេហើយមួយណាដែលល្អជាងគេជួយប្រាប់ខ្ញុំបន្តិចមើល នៅក្នុងចំណោមវត្ថុបុរាណទាំងអស់ហ្នឹងមានតែសិភៅនេះទេដែលមើលទៅវាល្អជាងគេហើយនឹងមានប្រយោជន៍សម្រាប់អូននៅពេលក្រោយវាមានកត់ត្រាអំពីក្បួនថ្នាំបុរាណក៏ដូចជាពាក់ព័ន្ធជាមួយនឹងវិជ្ជាគុណដែលប្លែកៗដូច្នេះគួរតែយកមួយនេះទៅល្អជាង អូមើលទៅសិភៅហ្នឹងមានប្រយោជន៍ខ្លាំងអញ្ចឹងខ្ញុំយកអាមួយហ្នឹងទៅបន្ទាប់ពីឆ្លងការប្រកួតជាច្រើនគូប្រកួតដែលខ្លាំងបំផុតនៅសល់2រូបគឺបូរិននិងតិនរតដូច្នេះការប្រកួតចាប់ផ្ដើម បើឯងអន់បែបនេះគួរតែសុំចុះចាញ់ទៅនៅប្រយុទ្ធកាន់តែយូរកាន់តែធ្វើឲ្យឯងខ្វះគេកាន់តែខ្លាំងបើឯងមានសមត្ថភាពមែនឯងវាយើងឲ្យផ្ដួលលើដីទៅ ការប្រកួតនេះត្រូវបានចប់នៅទីមង្គលសហរដ្ឋគឺទាំងរត់មង្គលខៀវគឺការប្រកួតរវាងអ្នកពីរនេះគឺនឹងជាអ្នកឈ្នះ យើងគឺជាកូនចៅរបស់ស្ដេចនេសាទព្រៃយើងនាំសម្ដីរបស់ស្ដេចនេសាទមកប្រាប់ឯងថាប្រសិនបើពីពេលនេះរហូតដល់យប់ព្រះច័ន្ទខំម្ដងទៀតពួកឯងមិនមានឈាមស្រីចំនួនសម្រាប់ថ្វាយដល់ស្ដេចនេសាទរបស់ពួកយើងទេពួកឯងនឹងស្លាប់ទាំងអស់